បាទខ្ញុំសង្ឃឹមថាបបខ្មែរមួយនេះនឹងលបាញ់ដើម្បីតទៅមុខទៀតចោលពាក្យចាំអារម្មណ៍ថាខាងឯកចង្រៃបាទហើយមកដល់ទឹកដីអង្គរហើយបាទដើម្បីឆារយៈបាទកាន់ខ្លែងឯកបាទជាបបខ្មែរមួយបាទដើម្បីសបផ្សាយលបាញ់ដើម្បីបាទមកថ្ងៃនេះគឺមានបំណងបាទពុតខ្លែងឯកបាទរយៈពេល3ថ្ងៃចាប់តាំងពីថ្ងៃទី20 21 22នេះបាទស្អែកនឹងចេញលទ្ធផលហើយបាទអ្នកក្រាំងក្នុងបាទហើយនោះខ្លែងឯកបាទ3 4ខ្លែងបាទសិតតារចនាបត់ក្បាច់គំនូបាទស្អាតស្អាតមែនតើបងប្អូនបាទនេះជាវប្បធម៌ខ្មែរមួយបាទខ្ញុំសង្ឃឹមថាខ្លែងឯកបាទវប្បធម៌ខ្មែរមួយនេះនឹងលបាញ់ដើម្បីតទៅមុខទៀតដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានយល់បានស្គាល់បានដឹងពីវាបាទហើយនឹងចោលពាក្យចាំអារម្មណ៍ថាខាងឯកចង្រៃបាទខាងឯកអត់ចង្រៃទេបាទខាងឯកគឺជាមរតកដូនតាខ្មែរដែលដូនតាខំបន្សល់ទុកបាទអរគុណច្រើននិងសូមជម្រាបលា